បាទសួស្តីបងប្អូនថ្ងៃនេះមកកាយដើមថ្នោតដួលចោលមកដើមបាទឥឡូវយើងសុំម្ចាស់ទឹកដីបដួលមួយសិនមកឥឡូវចាប់ផ្ដើមហើយបាទកាយយកតែម្ដងបាទដើមថ្នោតនេះអាយុកាលច្រើនឆ្នាំណាស់បងប្អូនអញ្ចឹងត្រូវការយកបន្តិចច្រើនឬវាកដាញ់នៅថ្នោតមិនងាយបដួលទេបាទបងប្អូនអាយុប្រហែលជា50ឆ្នាំហើយដល់ថ្នោតនេះឥឡូវយើងបដួលយកវាជ្រៀកធ្វើលវ៉ាដោយសារតែនៅកដាលចកាអញ្ចឹងត្រូវការដីដាំដំណាំអីវាបាទធ្លាក់ទាំងអីអញ្ចឹងសម្រាប់ចិត្តបដួលវាជ្រៀកយកធ្វើលវ៉ាបងប្អូនខំបកកាយប្រកាន់អីដើមថ្នោតរបស់ខ្មែរយើងវាមិនសមនឹងបដួលទេព្រោះអីវាជាបេតិកភណ្ឌជាតិអសញ្ញាណជាតិតែវានៅកដាលចកាអញ្ចឹងចាំបាច់ត្រូវបដួលវាយកដាំដំណាំអញ្ចឹងបាទបដួលអត់ទៅកាយហើយឡើងហើយនៅទៅរុញទៅវាស្ទើរដោយសារតែដើមឆ្នោតនឹងវារឹសច្រើនឆ្នាំទៅបាទហើយបងប្អូនឡើយនេះអេសកាចាប់ផ្ដើមកាយហើយបាទកាយយករុញទៀតហើយបាទរុញហើយនៅតែអត់ទៅទៀតបាទរុញហើយនៅតែអត់ទៅទៀតម៉ែអូកាយទៀតកាយរុញទៀតម៉ែអូងាយទេងាយលេងចូលទេ50ឆ្នាំអាយុបងតាអិចបងតាតកងអិចហ្នឹងទេនៅដើមថ្នោតហ្នឹងសំលេងសើចមិនទេរុញជាហើយបាទរុញទៅអូយក្រាំងបាទឥឡូវនេះដួលហើយបាទតោះយើងទៅមើលស្បុកសត្វទាំងអស់នេះមកសិតកាជៀវអូកាជៀវច្រើនណាស់កាជៀវមកកាជៀវបងប្អូនហើយគៀវមកអីខ្លះអូសុកកាជៀវសត្វក៏មានហើយនេះខាងត្រង់សំណើគេរៀបចំជ្រៀកឲ្យបាទជ្រៀកយកទៅធ្វើជាគ្រឿងឈើធ្វើជាផ្លានទឹកវាយជាងហងបាទដើមថ្នោតនេះក្លឹមល្អណាស់វាអាយុកាលវា50ឆ្នាំដែរក្លឹមល្អណាស់